xong má mai mà hơi má này ruột thêm má mai slap hơi hơi cho thôi mày bà mai mà rồi con bán mai nè con cần được mà đây má xong ao tiện hơi xong con chọc sân mai một ni mai một lia con má tao nè mai trời từ chập chiết hơi má tao chắp chiết hạt ấy cô má chắp tao chắp chiết má nó bị bệnh năm tia sân tơ mai mà đang thật anh tới na nô tê như vậy tới cứ mai tới từ chập chiết pu miên pu pe bị lý bị ban một đòn hơi ôi má tia dương ở miền khmoi tê má nơi mui tơ còn má miền khmoi mui nơi tia má anh tục dương làm mấy mình lại khmoi miên tê khai pri vì trôn nơi pri vì mình hiên châu tê má tơ tia dương miền khmoi na tiết má anh nắc dớt rồi còn nắc khmoi chẳng ai má nơi chui thay ra xa phơi không tia dương na má mai mình anh nơi ban tê pe vì lý ở ca ni cứ bật thoát nhóc na mai trời tại nhóc phim mai trời tại phim má ơi má cũng ăn ấy má tơ chắp chiết nơi ná má mai tới chập chiết nơi ai sọc sai ấy nóให้เจ้าไม่กลมอ่ะมันผมจำอายุติ๊กเตอร์ mai mình ai chăm ăn tê phẹp tha lờiนี่คือเกจักกับน้าเก็บไปยีกับน้าชานะบmai mình tới têคือaiต่างคาเป้ล โอ้ยมาgiờ tê xong มาไอ้ปนังได้มาไอ้คลายสระอันนี้ยัดสวาคมหมกันกรรมวิธี bảy ปี muối แอคชั่นบาสวัสดีงานจุ่มเรียบซัวบาเตสกิชนตักจีตีกรุบนังจีตีเมตรัยยิงจุกคนนี้ในขนมสัปดาห์ทำไมตีร้ายในขนมกรรมวิธีใบปีมวยแอคชั่นជាការប៉ុណ្ណាស្វាគមន៍មកកាន់សប្តាហ៍ថ្មីនៅក្នុងសប្តាហ៍នេះយើងបានពំនាំនៅសាច់រឿងខ្លីៗចាំមកបង្ហាញជូនដល់បងប្អូនថាចង់ដឹងថាតើចំណងជើនឹងការសាច់រឿងនៃការនិពន្ធជាអ្នកនិពន្ធរូបណាសូមទស្សនាកម្មវិធីរបស់យើងចា៎បានអញ្ចឹងសប្តាហ៍កន្លងមកយើងបានបង្ហាញជូនបងប្អូនទាំងអស់គ្នានៅខ្សែភាពយន្តខ្មែររបស់យើងបែបប្រវត្តិសាស្ត្របែបប្រឡំលោករឿងបែបបុរាណរឿងបែបសម័យគឺថាសុទ្ធតែជារឿងល្បីៗដែលមានអ្នកដឹកនាំក៏ល្អបានតួអង្គក៏គាត់សុទ្ធតែតួអង្គឆ្នើមបាទយើងមកបង្ហាញជូនទស្សនិកជនទាំងអស់គ្នាក៏ដូចជារំលឹកអនុស្សាវរីយ៍កន្លងមកដែលយើងធ្លាប់បានមើលពីមុនណាមែនទេក៏សម័យរឿងតាំងពីឆ្នាំ2001 2002 2003ជួនកាលរឿងខ្លះតាំងពី1990ជាង90ជាងក៏មានដែរបាទហ្នឹងហើយសិតតែជារឿងល្អមែនទេបាទចង់នៅក្នុងសប្តាហ៍នេះតើកម្មវិធីរបស់យើងបានលើកយកនៅខ្សែភាពយន្តអ្វីដើម្បីបង្ហាញជូនទៅកាន់បងប្អូនសូមទស្សនានេះតទៅបាទក្បាលហ្នឹងគឺដល់កន្លែងឆ្ងាញ់បាទឃ្លានត្រូវតាច្បាយត្រូវមិនសាមលោកពូនេះក៏នៅចិត្តផ្ទះខ្ញុំដែរតាចានៅម្ដងចាក់ទឹកត្រីតែឥឡូវគាត់ទៅណាហើយអត់ដឹងដែរព្រោះខានជួបគាត់ទៅនៅបរិយាឯនៅវិឡាទូលបាទតាមទឹកមុខរបស់អ្នកបងបញ្ជាក់ថាមិនសាមមិនប្រៃល្មមអូណែផងអញ្ជើញមកហើយណែផងអញ្ជើញណែផងគាត់ហត្ថនាគ្នាដែរគាត់មានកូន13ណាចាសើប្រុសទាំងអស់ណាញ៉ាំទៅកូនសុំទោសលោកប៉ាថ្ងៃនេះលោកប៉ាគេហៅថាបងសុខសុភាបងជាសំណាងម្នាក់ទៀតណាគេណាព្រោះស្អាតកូននៅខ្មែរយើងកូនបងឲ្យសនណាគេញ៉ាំទៅតើនៅក្រាស់ដើរមើលអត់ច្បាស់ខ្ញុំចង់ញ៉ាំម្ហូបនឹងយូរមកឲ្យប៉ាជ័យយោយេមិនសនត្រូវមាត់ទេកូនត្រូវមាត់តាប៉ាតែសំឡកកោអីរៀងដូចជាជូជូកកោគេដាក់ដឹងទេបាទ
បាទតែសិជនទាំងអស់គ្នាយ៉ាងម៉េចហើយបន្ទាប់ពីបានទស្សនានៅរឿងនេះបងប្អូនណាខ្លះដែលគាត់បានដឹងចំណងជើងរឿងនេះហើយបងប្អូនណាទៀតដែលគាត់មិនបានដឹងហើយយើងក៏ចង់ដឹងថាបងប្អូនណាខ្លះធ្លាប់បានទស្សនារឿងនេះណា ចា បាទ រឿងនេះมันនៅក្នុងន័យកំ pl ែង ហ្នឹងហើយឥឡូវយើងប្រាប់ចំណងជើងដល់បងប្អូនសិនបាទរឿងនេះគឺមានចំណងជើងថារឿងប្រពន្ធប៉ាសង្សារកូនបាទដែលរឿងនេះគឺមានចាងបានផលិតកម្មគឺលោកហ៊ុយសាន់បាទ ចាដែលផលិតដោយលោកហ៊ុយសាន់និងលោកជាសំណាង ណាអញ្ចឹងគាត់ចាងវាងផង ចា គាត់សម្ដែងផងបាទហើយគាត់ជាអ្នកផលិតផង ចា ចប់ហ្មង ផលិតហ្នឹងมันឲ្យចាយលុយតែ ហ្នឹងហើយបាទហើយនិពន្ធនឹងដឹកនាំរឿងដោយលោកគង់រទ្ធី ចា បាទ តែរឿងហ្នឹងគឺផលិតនៅក្នុងឆ្នាំ2006 បាទចំពោះចំណាប់អារម្មណ៍ក្នុងនេះគឺយើងនឹងធ្វើការបង្ហាញជូនលោកអ្នកនៅក្នុងវគ្គក្រោយនៅពេលនេះពីកម្មវិធីអនុញ្ញាតសម្រាប់បន្តិចសិនបាទអញ្ចឹងឈុតនេះគឺគេចង់និយាយអំពីអារបៀបថាការកង្វះខាតក្នុងការមើលការគាត់ត្រូវក្នុងផ្ទះមនុស្សប្រុសគឺមិនដូចមនុស្សស្រីទេក៏10អញ្ចឹងមាន12ទៅ3អីទេបាទគេហៅថាពាក្យចាស់លោកថាស៊ូស្លាប់បាកុំឲ្យស្លាប់មេលេខទូកដាតេឡេកុំឲ្យភ្លើងជាផ្ទះ ចា ចេះមកឃើញអ្នកចេះ ទិញចាំ មើលក្នុង